Bạn thân sma cùng nền đọcនេះសប្តាហ៍នេះយើងមកយល់អំពីប្រវត្តិនៃការចងក្បិនបុរាណខ្មែរដែលជាកេរដំណែលរបស់ដូនតាខ្មែរយើងជាការប្រណាស់សម្ពុតក្បិនខ្មែរគឺជាសម្លៀកបំពាក់ប្រពៃណីមួយរបស់ជនជាតិខ្មែរដែលមានប្រវត្តិយូរលង់ណាស់មកហើយនិងបានឆ្លុះបញ្ចាំងអំពីឥទ្ធិពលវប្បធម៌ផ្សេងៗមួយវិញទៀតបើផ្អែកតាមវចនានុក្រមខ្មែរយើងពាក្យថាក្បិនគឺជាការប្រមូលជាសម្ពុតសងខាងដែលចុះនៅកន្លែងឆ្នុកក្បិននៅក្នុងសម័យនគរភ្នំឬក៏ហ្វូណនគឺជាសម័យកាលដំបូងបំផុតនៃប្រវត្តិសាស្ត្រខ្មែរដែលគ្រប់គ្រងដោយព្រះបាទកៅណ្ឌិន្យហើយចាប់តាំងពីពេលនោះមកជនជាតិខ្មែរទាំងពីរភេទបាននិយមស្លៀកក្បិនតៗគ្នារហូតមកដល់បច្ចុប្បន្ននៅពាក់កណ្ដាលសតវត្សទី13ជនជាតិថៃនិងឡាវក៏បានខ្ចីពីខ្មែរនៅទំនៀមទម្លាប់នៃការស្លៀកក្បិននេះព្រោះគេចាត់ទុកថាការស្លៀកក្បិននាំមកដល់ប្រពៃណីថ្លៃថ្នូរសម្រាប់ការចូលរួមពិធីការផ្សេងៗនិងរួមទាំងការប្រើប្រាស់របស់មន្ត្រីបរមរាជវាំងទៀតផងក្នុងន័យនេះហើយដែលថៃនិងឡាវបានប្រើពាក្យថាចងក្បិនដូចជាខ្មែរដែរដូច្នេះយើងអាចសន្និដ្ឋានបានថាផុសតាំងទាំងនេះដែលបង្ហាញនៅអានុភាពនៃវប្បធម៌ខ្មែរយ៉ាងច្បាស់លាស់នៅក្នុងឯកសារជាច្រើនបានបញ្ជាក់ថាសម្ពុតក្បិនមានអាយុកាលចាស់ជាងគេគឺនៅសម័យកាលព្រះបាទកៅណ្ឌិន្យនិងពួកព្រាហ្មណ៍រួមទាំងអ្នកជំនួយឥណ្ឌាដែលចូលមកក្នុងប្រទេសខ្មែរជាលើកដំបូងនៅសតវត្សទី1មកម្ល៉េះយើងអាចមើលសភាពការបច្ចុប្បន្ននៅក្នុងប្រទេសឥណ្ឌាបែកខាងត្បូងមានជនជាតិតមិលរស់នៅគេបន្តប្រពៃណីស្លៀកក្បិនរហូតមកដល់បច្ចុប្បន្នដូចជនជាតិខ្មែរយើងដែរហើយការហូរចូលវប្បធម៌ឥណ្ឌាមកក្នុងប្រទេសកម្ពុជាជាលើកដំបូងនេះហើយដែលជាកត្តាឆ្លុះបញ្ចាំងឲ្យដឹងថាវប្បធម៌ចំណាស់នៃការស្លៀកក្បិននេះគឺជារបស់ខ្មែរគួរបញ្ជាក់ថាតាមចម្លាក់បុរាណបានបង្ហាញថាខ្មែរបាននិយមស្លៀកក្បិនចាប់តាំងពីសម័យនគរភ្នំនាសតវត្សទី1ដល់សតវត្សទី6នៃគ្រិស្តសករាជមកម្ល៉េះតាមចម្លាក់បានបង្ហាញថាទាំងទេវតាទាំងមនុស្សដែលមានត្រកូលពងខ្ពស់គេនិយមសម្ពុតក្បិននេះដែរឯក្នុងសម័យអង្គរការស្លៀកពាក់មានលក្ខណៈសម្បូរបែបណាស់ហើយការឆ្លាក់លើចម្លាក់មិនបានពណ៌នាអស់នៅគ្រប់ជីវភាពបានដែរម្យ៉ាងទៀតក្បាច់ចម្លាក់ខ្មែរជាច្រើនក៏ត្រូវបានបំផ្លាញក្នុងភ្លើងសង្គ្រាមផងដែរតែដោយឡែកនៅលើចម្លាក់ភ្នំដានាសម័យនគរភ្នំគឺមានព្រះនរាយណ៍និងព្រះរាមស្លៀកក្បិនដែលហេតុថាអាទិទេពស្លៀកក្បិនព្រោះថាត្រកូលនេះកើតចេញពីពួកព្រាហ្មណ៍សម្ពុតក្បិនគឺជាក្រណាត់ចតុកោណកែងដែលមានប្រវែងប្រហែល3ម៉ែត្រនិងទទឹង1ម៉ែត្រគេយកក្រណាត់នេះមកចងរុំជុំចង្កេះទាញចុងក្រណាត់មកចងនៅខាងមុខរួចទាញចុងក្រណាត់ដែលនៅសល់មកចុកនៅចន្លោះផ្លូវរួចចងភ្ជាប់ជាមួយនឹងខាងក្រោយវិញឲ្យមានលក្ខណៈដូចខោនៅបច្ចុប្បន្នសម្ពុតក្បិនត្រូវបានគេពេញនិយមស្លៀកទៅក្នុងពិធីបុណ្យធំៗដូចជាព្រះបរមរាជវាំងពិធីបុណ្យជាតិជាពិសេសក្នុងពិធីទំនៀមទម្លាប់ប្រពៃណីជាតិដែលមានដូចជាពិធីមង្គលការជាដើមពេលខ្លះក៏ត្រូវបានឃើញក្នុងរបាំប្រពៃណីខ្មែរផងដែរហើយចំពោះអ្នកភូមិដែលរស់នៅតាមជនបទនៅតែបន្តស្លៀកក្បិនជាប្រចាំសរុបមកសម្ពុតក្បិនមិនមែនគ្រាន់តែជាសម្លៀកបំពាក់តែប៉ុណ្ណោះទេក៏ប៉ុន្តែជាផ្នែកមួយដ៏សំខាន់នៃអត្តសញ្ញាណនិងប្រវត្តិសាស្ត្រវប្បធម៌របស់ខ្មែរដែលបានបន្តរស់រានមានជីវិតតាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្នយើងនេះ